នៅក្នុងវីដេអូនេះគឺខ្ញុំមកចែកម្លែកបញ្ហាមួយដែលខ្ញុំជួបនៅលើ Android 17 អញ្ចឹងបញ្ហាហ្នឹងគឺនៅពេលដែលយើង request API request ពី mobile client ទៅកាន់ application server គឺវា time out រហូតប៉ុន្តែតែនៅលើ Android 17 ទេអញ្ចឹងនៅពេលដែលយើងជួបបញ្ហានៅលើ Android 17 អញ្ចឹងខ្ញុំក៏បានសាក run នៅលើ Android 16 វិញអញ្ចឹងនៅពេលដែល run លើ Android 16 គឺឃើញថា API គឺដើរធម្មតា request ដើរធម្មតាអញ្ចឹងសួរថាតើយើងគួរធ្វើដូចម្ដេចដំណោះស្រាយមាននៅពេលដែលខ្ញុំបានចូលទៅមើល official document របស់ Google គឺគេបានប្រាប់ដែរតាក់ទងទៅនឹងការ request network លើ local អញ្ចឹងគេបានឆែកមកទៅលើ SDK level 37អញ្ចឹង level 36 គឺអត់មានបញ្ហាទេអញ្ចឹងនៅក្នុងហ្នឹងគឺគេបានប្រាប់តាក់ទងទៅនឹងការ access ទៅលើ local network ខ្ញុំអាច scroll ទៅមើលបានអ្នកអាចចុចពីនេះមកបានចុចពីនេះមកអញ្ចឹងវានឹងចូលទៅកាន់ document ហ្នឹងហើយអញ្ចឹងវាតាក់ទងទៅនឹងការ access local network តាក់ទងទៅនឹង permission Android 17 ឡើងបើសិនជាអ្នកគ្នា run នៅលើ run local server local API ខ្លួនឯងចេះគឺវាតម្រូវឲ្យយើង register ប្រហែល step ដើម្បីទទួលបាន API ហ្នឹងមកប្រើអញ្ចឹងដំណោះស្រាយគឺយើងចូលមកកាន់ Android manifest បន្ទាប់មកអ្នកនរចាប់ផ្ដើមប្រកាស permission មួយតាក់ទងទៅនឹង access local network នៅពេលដែលយើងប្រកាស permission ហ្នឹងហើយគឺយើងចូលមកកាន់ screen ណាមួយដែលយើងត្រូវការប្រើវាប៉ុន្តែខ្ញុំដាក់វានៅក្នុង main activity ជា main entry point របស់ Android អញ្ចឹងនៅពេលដែលខ្ញុំចូលមកដល់កន្លែងនេះគឺខ្ញុំនឹងធ្វើការហៅ function នេះមួយឬក៏ class member នឹងមួយនៅក្នុង on create lifecycle អញ្ចឹងខ្ញុំ check មើលថាបើសិនជា build version ជា SDK level 37មានន័យថា Android 17ហើយបើសិនជា permission វាអត់ទាន់ grant ទេគឺខ្ញុំនឹងធ្វើការ request permission អញ្ចឹងនៅពេលដែលយើង request permission application យើងនឹងដំណើរការបានហើយប៉ុន្តែអត់ទាន់ចប់ទេនៅមានមួយ step ទៀតគឺយើងត្រូវការប្រកាស clear text ដោយសារតែយើងប្រើនៅលើ local យើងប្រើ HTTP protocol មិនមែនជា HTTPS អញ្ចឹងវាតម្រូវឲ្យយើង register clear text នៅក្នុង application level មួយនេះក៏ប៉ុន្តែវា duplicate នៅក្នុង version ក្រោយគេអាចនឹង remove វាចោលអញ្ចឹងយើងត្រូវបង្កើត network config មួយដោយយើង config នៅក្នុង network នេះនៅក្នុង network.html អញ្ចឹងអ្នកគ្នាអាចចូលទៅកាន់ខាងក្រោម folder ខាងក្រោមនៅក្នុង rest folder ឬក៏ resource folder នៅក្នុង Android ចូលមកកាន់ HTML ហើយបង្កើត file មួយដែលមានឈ្មោះថា network secure config file ហ្នឹងអ្នកគ្នាដាក់មិនក៏បានដែរប៉ុន្តែដោយសារតែកន្លែងហ្នឹងវាតាក់ទងទៅនឹង network secure config អញ្ចឹងខ្ញុំក៏ដាក់ឈ្មោះអញ្ចឹងទៅអញ្ចឹងនៅពេលក្នុង file ហ្នឹងគឺយើងបង្កាស domain config មួយគឺយើងប្រើ clear text យើងដាក់ true ដើម្បីឲ្យវា send clear text តាមរយៈ HTTP protocol ព្រោះបើសិនជាយើងអត់ដាក់អាហ្នឹង true ទេ Android នឹង restrict យើងអាច send បានទេហើយយើងត្រូវការ include subdomain យើងចូលអញ្ចឹង subdomain IP address សម្រាប់ email letter គឺយើងប្រើ 10.0.2.2 ហើយ local host គឺខ្ញុំដាក់ចោលទេអត់មានក៏បានដែរដោយសារតែយើង run API នៅលើ local host អញ្ចឹងនៅពេលដែលយើងបើកប៉ុណ្ណឹងហើយនៅពេលដែលយើង run application នៅលើ Android 17អ្នកទាំងនេះអាចមើលបានខ្ញុំបើកឲ្យមើលអញ្ចឹង Pixel 8នេះគឺ run នៅលើ Android 17អញ្ចឹងឥឡូវនេះក៏វាកំពុងតែ run ដែរប៉ុន្តែវា fail ដោយសារតែខ្ញុំអត់បានបើក permission ប៉ុន្តែ Android 16គឺ Pixel 9នេះគឺដើរធម្មតាអូខេអញ្ចឹងបាននៅពេលដែលយើងរៀន Android គឺយើងត្រូវតាមដានព័ត៌មានវាបើអញ្ចឹងទេយើងនឹងជួបបញ្ហាដូចខ្ញុំអញ្ចឹងខ្ញុំតាមដានដែរខ្ញុំអានដែរប៉ុន្តែគាត់ថាខ្ញុំអត់បាន testing អញ្ចឹងឥឡូវនេះខ្ញុំធ្វើការ run ទៅលើ Android 17ហើយយើងមើលតែសាថ្មីអញ្ចឹងដល់ពេលដែលចូលមកគឺវានឹងទាមទារ permission ហើយតែ application ហ្នឹងនៅត្រូវការ permission ដើម្បី access local network របស់យើងនេះ nearby device អញ្ចឹងយើង allow បន្ទាប់មកគឺខ្ញុំចូលទៅកាន់ network អញ្ចឹងវា request API បានធម្មតាឃើញទេអញ្ចឹងមុនហ្នឹងវា request អត់បានទេបើសិនជាខ្ញុំអត់ allow permission ទេគឺវា request អត់បានទេអញ្ចឹងអានេះគឺជាដំណោះស្រាយសម្រាប់អ្នកដែលធ្វើការនៅលើ Android ក៏ដូចជាអ្នករៀន Android សម្រាប់ Android 17 SDK level 37អញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយបាយ